រឿងគម្លាតស្នេហ៍ភ្នំពេញម៉ោង 5:45 នាទីល្ងាចពន្លឺព្រះអាទិត្យពណ៌ទឹកក្រូចចាស់កំពុងតែចាំងកាត់វាំងននស្ដាងមកលើតុធ្វើការរបស់វិបុលបុរសម្នាក់នេះមិនដែលខ្លាចភាពងងឹតទេប៉ុន្តែគេខ្លាចពេលប្រលប់ពីព្រោះវាគឺជាពេលវេលាដែលធ្វើឲ្យគេកាន់តែនឹកដល់មនុស្សម្នាក់កាន់តែខ្លាំងវិបុលសម្លឹងមើលទូរស័ព្ទដែលដាក់ផ្ងាមនៅលើតុគ្មានសារគ្មានការខលចូលមានតែភាពស្ងប់ស្ងាត់ដែលឮសូរដូចជាសំឡេងផ្គរលាន់នៅក្នុងបេះដូងគេលើកទូរស័ព្ទឡើងដោយម្រាមដៃញ័រតិចរួចក៏ចុចចូលទៅកាន់ឆាតមួយហើយក៏ចាប់ដើមសរសេរថាសុខសប្បាយទេវិបុលដំអក់មួយសន្ទុះខាមាត់គិតបន្តិចរួចក៏លុបវាចោលវិញបន្ទាប់មកវិបុលក៏បានបដូរមកសរសេរថានឹកណាស់ទំនាក់ទំនងរបស់វិបុលនិងសុធារីស្ថិតនៅសែនឆ្ងាយពីគ្នារហូតដល់ជាង400គីឡូម៉ែត្រសុធារីរស់នៅឯជាយដែនជាទីកន្លែងដែលសូម្បីតែសេវាទូរស័ព្ទក៏សឹងតែមិនមាននៅក្នុងអារម្មណ៍របស់វិបុលគេបានដឹងថាគម្លាតដែលពិតប្រាកដរវាងពួកគេមិនមែនជាចម្ងាយផ្លូវនោះទេប៉ុន្តែវាគឺជាភាពស្ងៀមស្ងាត់ដែលកើតឡើងមកពីការយល់ចិត្តគ្នាជ្រៅពេករហូតមិនហ៊ានរំខានគ្នាទៅវិញទៅមកវិបុលក្រោកឈរដើរទៅរកកេះកាតុងមួយដែលនៅគៀនទូខោអាវក្នុងនោះមានអាវរងាមួយដែលគេបានទិញទុកឲ្យនាងតាំងពីដើមខែមុនវិបុលអង្អែលសាច់កណ្ដាលអាវនោះថ្នមហាក់ដូចជាកំពុងអង្អែលស្មារបស់សុធារីផងដែរក្នុងរដូវនេះវិបុលបានដឹងថាសុធារីនៅទីនោះកំពុងតែតស៊ូនឹងភាពរងាជាមួយនឹងការងារដ៏លំបាកគេចង់ទៅរកនាងចង់ទៅមើលឲ្យបានឃើញនឹងភ្នែកប៉ុន្តែការងារនិងបន្ទុកគ្រួសារនៅទីក្រុងភ្នំពេញបានចងជើងរបស់គេជាប់ដូចជាច្រវាក់ដែលធ្វើឲ្យគេមិនអាចរកពេលវេលាទៅមើលផ្ទាល់បានឡើយវិបុលសម្រេចចិត្តវិចខ្ចប់អាវរងានោះយ៉ាងសម្រិតសម្រាំងគេដាក់លិខិតតូចមួយចូលទៅក្នុងប្រអប់នោះគេមិនបានសរសេររៀបរាប់អំពីការនឹកព្រលឹកដល់ពុះជលនោះទេគេសរសេរត្រឹមឃ្លាមួយយ៉ាងថ្លៃថាខែនេះមេឃអូអាប់ភ្លៀងធ្លាក់ត្រជាក់ណាស់ញ៉ាំបាយឲ្យច្រើនណាស់ព្រឹកថ្ងៃបន្ទាប់ខណៈពេលដែលគេយកកញ្ចក់អីវ៉ាន់នោះទៅកាន់បេនឡានស្រាប់តែទូរស័ព្ទនៅក្នុងហោប៉ៅញ័រឡើងសារមួយបានលោតនៅលើអេក្រង់វាជាសារពីសុធារីវិបុលញញឹមតែក្តីសង្ឃឹមប៉ុន្តែស្នាមញញឹមនោះក៏បានកកស្ទះបាត់ទៅវិញភ្លាមនៅពេលដែលគេបានយល់អំពីអត្ថន័យនៃសារមួយនោះវិបុលកុំផ្ញើអីវ៉ាន់មកទីនេះទៀតអីនៅទីនេះមានរបស់គ្រប់គ្រាន់ហើយវិបុលមិនបាច់បារម្ភពីខ្ញុំខ្លាំងពេកទេខ្ញុំសុខសប្បាយណាស់វិបុលគួរតែគិតគូរអំពីខ្លួនឯងវិញឲ្យបានច្រើនទៅវិបុលឈរថ្មឹងនៅកណ្ដាលចំណតឡានដ៏សែនអ៊ូអរសំឡេងមនុស្សជុំវិញខ្លួនហាក់ដូចជារលាយបាត់អស់សល់តែភាពស្ងាត់ជ្រងំនិងកញ្ចប់អាវរងានៅក្នុងដៃដែលហាក់ដូចជាធ្ងន់ជាងមុនរាប់ពាន់ដង